Hello សួស្ដីនេះជួបខ្ញុំសាថ្មីហើយថ្ងៃនេះយើងមកនិយាយសាច់រឿងជាបន្តទៀតមុនចូលដល់សាច់រឿងកុំភ្លេចជួយចុច Like និង Subscribe នេះមួយផងហើយតោះយើងចូលដល់សាច់រឿងហ្មងទៅនៅក្នុងវីដេអូនេះផងដែរឆាំងខ្វានឹងគាត់នឹងក៏បានទៅជួបវេលាមួយចំណែកហើយយូក៏ឆ្ងល់ថាហេតុអីក៏ឆាំងខ្វានឹងគឺជួបវេលាម្ដងទៀតហើយឆាំងខ្វាបានប្រាប់ថានៅក្នុងវេលានេះគឺមានរបស់ល្អពីព្រោះថានៅពេលមុននឹងគ្រោះមហន្តរាយនឹងគឺបានកើតឡើងហើយវេលាមួយនេះនឹងគឺវាមានគ្រោះមហន្តរាយតិចបំផុតហើយការពុកគង់នៅក្នុងវេលានេះនឹងក៏សម្បូរបែបផងដែរហើយដោយសារតែនៅទីនេះនឹងគឺសម្បូរមនុស្សចូលមកច្រើននៅពេលហ្នឹងគាត់នឹងក៏បានស្លាប់ទៅចំណែកនារីដែលនៅទីហ្នឹងក៏បានប្រាប់ថាម្ចាស់ផ្ទះមួយនេះហ្នឹងគឺមិនអនុញ្ញាតឲ្យជួយនោះទេប៉ុន្តែឆាំងខ្វាគាត់នឹងក៏បាននិយាយថាចាំគាត់នឹងគឺឲ្យថ្លៃគុណនឹងពីរប៉ុន្តែនាងក៏បាននិយាយថាម្ចាស់របស់នាងហ្នឹងគឺមិនខ្វះលុយនោះទេប៉ុន្តែមែនណាឆាំងខ្វាក៏បានគុណលុយឡើង5ដងប៉ុន្តែនាងក៏នៅតែយកព្រមចុងក្រោយគាត់នឹងក៏បានគុណ10ដងដែលនាងក៏បាននិយាយថាអត់អីទេគ្រាន់តែលើថាឆាំងខ្វាជួយលុយច្រើនហើយនឹងបងឥឡូវទៀតនឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយនាងក៏បានប្រាប់ថាឲ្យគាត់នឹងគឺចាំនៅទីនេះសិនហើយចាំនាងនឹងទៅនិយាយជាមួយនឹងម្ចាស់ផ្ទះសិនប៉ុន្តែមុននឹងនាងចាក់ចែងទៅនឹងឆាំងខ្វាក៏បានសុំទៅកាន់នាងមួយថានៅពេលដែលគាត់នឹងគឺបានជួបផ្ទះមួយនេះហើយគាត់នឹងគឺចង់បានសិទ្ធិនៅក្នុងការជួបផ្ទះមួយនេះដល់នារីម្នាក់នឹងក៏បាននិយាយថាអត់អីចង់ធ្វើមិនក៏បានដែរកំឡុងពេលហ្នឹងសង្ស័យឌីនិងម្ដាយរបស់នាងនឹងក៏បានមកដល់ទីហ្នឹងចំណែកហើយយូគាត់ក៏ឆ្ងល់ថាហេតុអីក៏ពួកនាងនឹងគឺមកទីនេះដល់ឆាំងខ្វាក៏បាននិយាយថាដោយសារតែយ៉ាងស៊ីហ្វេននឹងគឺមានវិឡានៅទីនេះអញ្ចឹងគឺគ្មានអ្វីចម្លែកនោះទេដែលពួកគេមកទីនេះចំណែកសង្ស័យឌីមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលបានឃើញឆាំងខ្វាម្ដាយរបស់សង្ស័យឌីក៏បាននិយាយថាមនុស្សតូចទៀតដូចជាឆាំងខ្វាហ្នឹងគឺមិនស័ក្តិសមជាមួយនឹងកូនស្រីរបស់គាត់ទេហើយឈប់ឲ្យឆាំងខ្វាហ្នឹងគឺមកតាមរញ៉េរញ៉ៃជាមួយនឹងកូនស្រីរបស់គាត់ទៀតទៅប៉ុន្តែឆាំងខ្វាគាត់នឹងក៏បាននិយាយថាចុំអ្នកទាំងពីរហ្នឹងគឺល្ងងមែនញ័របានមកតង់ទៀមណាដែលឆាំងខ្វាមកទីនេះគឺមកជួបផ្ទះមិនមានអ្វីតាក់ទងជាមួយនឹងអ្នកឯងនោះទេនៅពេលដែលនាងបានដឹងថាឆាំងខ្វាហ្នឹងគឺចង់ជួបផ្ទះដែលនាងបាននិយាយថាឆាំងខ្វាមានលុយមកពីណាបាទលុយប្រចាំខែរបស់ឆាំងខ្វាយ៉ាងតិចហ្នឹងទៅពី300យ៉នហ្នឹងហើយវីឡានៅទីនេះហ្នឹងការជួបប្រចាំខែយ៉ាងហោចណាស់ក៏20000យ៉នដែរនាងនិយាយមិនទាន់ផុតមាត់ផងហ្នឹងបុគ្គលិកដែលនៅទីហ្នឹងក៏បានមកជួបជាមួយឆាំងខ្វាដែលបានប្រាប់ទៅកាន់ឆាំងខ្វាថាការជួបប្រចាំខែហ្នឹងគឺ25000យ៉នដែលធ្វើឲ្យម្ដាយរបស់សង្ស័យឌីហ្នឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលឆាំងខ្វាហ្នឹងគឺជួបវីឡានៅទីនេះតែសង្ស័យឌីក៏បាននិយាយថាទោះបីជាឆាំងខ្វាជួបផ្ទះនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់នាងក៏ដោយក៏នាងហ្នឹងគឺនៅតែមិនខ្វល់ពីគាត់ដដែលហ្នឹងហើយនាងហ្នឹងគឺណែនាំឲ្យគាត់ហ្នឹងគឺបោះបង់កំណត់មួយហ្នឹងទៅឆាំងខ្វាគាត់ក៏ញញឹមហើយគាត់ហ្នឹងក៏បាននិយាយអីដែរបន្ទាប់មកពីអ្នកម៉ែកូនហ្នឹងក៏បានដើរចាក់ចេញពីទីហ្នឹងទៅម្ដាយរបស់សង្ស័យឌីហ្នឹងក៏បាននិយាយថាតែ25000ហ្នឹងយកចិត្តកូនស្រីគាត់មិនកើតប៉ុន្តែនៅពេលដែលលើថាការជួបផ្ទះមួយនេះហ្នឹងឆាំងខ្វាហ្នឹងគឺឲ្យតម្លៃគុណនឹង10ដែលវាហ្នឹងគឺមានតម្លៃចំនួន250,000ដែលធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនសង្ស័យឌីក៏បាននិយាយថាចុះមានមនុស្សល្ងងដែលហ៊ានបង់ថ្លៃផ្ទះជួលគុណនឹង10ហើយនាងក៏ឆ្ងល់ថាតើឆាំងខ្វាហ្នឹងគឺបានលុយច្រើនមកពីណាឆាំងខ្វានៅពេលហ្នឹងគាត់នឹងក៏បានបង់លុយចំនួន250,000ហ្នឹងទៅកាន់បុគ្គលិកនៅទីហ្នឹងណាពួកគេទាំងពីរនាក់នោះក៏បានឃើញដែរដោយបុគ្គលិកមួយហ្នឹងគឺបានប្រកល់នៅសល់វីឡាមួយហ្នឹងដល់ឆាំងខ្វាហើយក៏បានប្រាប់ទៅកាន់គាត់ថាគាត់នឹងគឺអាចតុបតែងវីឡាមួយហ្នឹងបានចំណែកម្ដាយរបស់សង្ស័យឌីក៏បានគិតថាចាំតិចឆាំងខ្វាហ្នឹងគឺជាអ្នកមានមុខចំនួនទី2ទៅសង្ស័យឌីក៏បាននិយាយថាវាហ្នឹងគឺមិនអាចទៅរួចនោះទេដែលឆាំងខ្វាហ្នឹងគឺគ្មានឪពុកម្ដាយហើយក៏គ្មានអ្នកទីពឹងដែរបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានដើរតាមផ្លូវដែលឆាំងខ្វាហ្នឹងគឺបានសួរទៅកាន់ហាយូថាឆាំងខ្វាចង់ចាំថាឪពុករបស់ហាយូហ្នឹងគឺស្គាល់ជាមួយនឹងថៅកែនៃក្រុមហ៊ុនតុបតែងនៅក្នុងស្រុកដ៏ធំបំផុតហើយហាយូក៏បាននិយាយថាមែនតើគាត់ស្គាល់ឆាំងខ្វាក៏បានសុំឲ្យហាយូហ្នឹងគឺនិយាយជាមួយនឹងឪពុករបស់គាត់ហ្នឹងគឺដើម្បីណាត់ជួបជាមួយនឹងអ្នកតុបតែងដ៏ធំមួយហ្នឹងបន្ទាប់មកហាយូគាត់ហ្នឹងក៏បានខកទៅកាន់ឪពុករបស់គាត់ប្រាំពីរឿងមួយហ្នឹងដែលហាយូក៏បាននិយាយថាអត់អីទេក្រុមហ៊ុនមួយហ្នឹងគឺព្រមណាត់ជួបជាមួយនឹងពួកគេហើយនឹងមាននរណាម្នាក់មកអញ្ជើញពួកយើងទៅឆាំងខ្វាក៏បាននិយាយថាដើម្បីអរគុណដល់ប៉ារបស់ហាយូហ្នឹងគាត់នឹងសម្រេចចិត្តថានឹងទិញមីកញ្ចប់ឲ្យប៉ារបស់ហាយូនឹងញ៉ាំចំណែកម៉ែកូនពួកគេទាំងពីរនាក់នេះហ្នឹងគឺបានមកដល់កន្លែងមួយដែលពួកគេហ្នឹងគឺចង់មករៀបចំផ្ទះតែពួកគេហ្នឹងគឺបានធ្វើដំណើរមកកាន់ក្រុមហ៊ុនតុបតែងផ្ទះកំឡុងពេលហ្នឹងសង្ស័យឌីហ្នឹងក៏បានឃើញជាមួយនឹងហាយូជាមួយនឹងឆាំងខ្វាដែលនាងក៏បាននិយាយថាមិនក៏ឆាំងខ្វាហ្នឹងស៊ូមែនពេលដែលនាងទៅដល់ណាគាត់ហ្នឹងគឺតែងតែមកតាមនាងរហូតដល់ឆាំងខ្វាក៏បាននិយាយថាចាំខ្ញុំមកជួបសត្វទាំងពីរនាក់នេះម្ដងទៀតហើយហើយយើងក៏បាននិយាយថាពួកគេមកទីនេះហ្នឹងគឺដើម្បីមកតុបតែងផ្ទះហើយកុំគិតច្រើនថាពួកគេហ្នឹងគឺមកតាមនាងចំណែកឆាំងខ្វាគាត់ហ្នឹងក៏បាននិយាយជាមួយនឹងបុគ្គលិកដែលនៅទីហ្នឹងដោយបានប្រាប់ថាគាត់គឺមានឈ្មោះថាឆាំងខ្វាហើយគាត់ហ្នឹងគឺបានណាត់ជួបជាមួយនឹងណាគេម្នាក់ចំណែកម្ដាយរបស់សង្ស័យឌីក៏បាននិយាយថាចំឆាំងខ្វាហ្នឹងគឺមកជួបជាមួយនឹងអ្នកតុបតែងផ្ទះទៀតហើយសង្ស័យឌីក៏បាននិយាយថាហ្នឹងគឺគ្រាន់តែជាការខ្លាចបន្លំតែប៉ុណ្ណោះនៅពេលហ្នឹងក៏មានបរិសម្នាក់បានមកដល់ទីហ្នឹងដែលគាត់មានឈ្មោះថាចៅខ្ញុំសូមហៅថាលោកចៅទៅលោកចៅក៏បានសួរថាតើមនុស្សដែលខ្ញុំបានណាត់ជួបហ្នឹងគឺនរណាបុគ្គលិកដែលនៅទីហ្នឹងក៏បានបង្ហោះទៅកាន់ឆាំងខ្វាចំណែកពួកគេទាំងពីរនាក់នេះក៏បានគិតថាលោកចៅហ្នឹងប្រហែលជាមករកពួកគេហើយ
ដែលពួកគេទាំងពីរនេះហ្នឹងគឺបានគិតថាប្រហែលមកពីអំណាចរបស់ស៊ីហ្វេងអញ្ចឹងហើយបានជាលោកចៅហ្នឹងគឺបានមកអញ្ជើញពួកគេដោយផ្ទាល់យកហ្មងចំណែកម្ដាយរបស់សង្ស័យនេះក៏បានឌឺទៅកាន់ឆាងខ្វាថាមិនដែលខៃអត់អំពីឋានៈរបស់ពួកគេម្ចាស់ក្រុមហ៊ុនមួយនេះហ្នឹងគឺសិតតែអញ្ជើញលោកចៅហ្នឹងគឺមកអញ្ជើញពួកគេទៀតដោយសង្ស័យនេះហ្នឹងគឺបាននិយាយទៅរាក់ទាក់ជាមួយនឹងលោកចៅក៏បានសួរទៅកាន់នាងថាតើនាងគឺបានណាត់ជួបជាមួយនឹងខ្ញុំមែនហើយគាត់នឹងក៏បានសួរអំពីឈ្មោះរបស់នាងតើនាងហ្នឹងគឺមានឈ្មោះថាឆាងខ្វាមែនប៉ុន្តែនាងក៏បាននិយាយថាមែនទេនាងគឺមានឈ្មោះថាសង្ស័យឌីតាហើយនៅពេលហ្នឹងគាត់នឹងក៏បានរុញនាងចេញហើយគាត់នឹងក៏បានធ្វើដំណើរទៅជួបជាមួយឆាងខ្វាដោយលោកចៅនឹងគឺមិននឹកស្មានថាឆាងខ្វានឹងគឺនៅក្មេងទេហើយគាត់ក៏បានអញ្ជើញលោកចៅនឹងចូលទៅខាងក្នុងដើម្បីនិយាយជាមួយនឹងគ្នាចំណែកពួកគេទាំងពីរនេះនោះគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឆាងខ្វានឹងគឺបាននិយាយជាមួយនឹងលោកចៅនៅពេលដែលចូលទៅដល់ក្នុងបន្ទប់លោកចៅក៏បានសួរទៅកាន់ឆាងខ្វាថាតើគាត់នឹងគឺចង់តុបតែងអំពីអ្វីហើយឆាងខ្វាក៏បាននិយាយថាគាត់នឹងគឺចង់តុបតែងពីផ្ទះវិឡារបស់គាត់ដោយលោកចៅក៏បាននិយាយថាការតុបតែងវិឡាហ្នឹងគឺតូចតាចទេតែការតុបតែងហ្នឹងគឺមានតម្លៃចាប់ពី5សែន6សែន3លានទៅដល់5លានហើយលោកចៅហ្នឹងក៏បាននិយាយទៅកាន់ឆាងខ្វាថាចាំខ្ញុំហ្នឹងទៅនាំនាយករចនាមកទីនេះដើម្បីនិយាយជាមួយនឹងឆាងខ្វាហើយឆាងខ្វាក៏បាននិយាយទៅកាន់លោកចៅថាវាហ្នឹងនឹងល្អបើសិនជាលោកចៅហ្នឹងនិយាយជាមួយនឹងគាត់ផ្ទាល់ប៉ុន្តែលោកចៅគាត់ហ្នឹងក៏បាននិយាយថាគាត់ហ្នឹងគឺមានការរវល់តើតែមានបញ្ជាធំទៅគាត់ហ្នឹងមកជួបជាមួយតែនេះវិជាតូចតាចនេះអញ្ចឹងគាត់ហ្នឹងគឺខ្ជិលនិយាយប៉ុន្តែឆាងខ្វាគាត់ហ្នឹងក៏បាននិយាយថាគាត់ហ្នឹងឯងគឺជាអ្នកដែលបញ្ជាធំមកហើយលោកចៅហ្នឹងក៏បានសួរទៅកាន់ឆាងខ្វាថាអញ្ចឹងតើគាត់ហ្នឹងគឺចំណាយថវិកាចំនួនប៉ុន្មានដោយឆាងខ្វាគាត់ក៏បាននិយាយថាគាត់គឺចំណាយលុយចំនួន30លាននៅពេលហ្នឹងលោកចៅក៏មានការភ្ញាក់ផ្អើលហើយគាត់ហ្នឹងក៏សម្រេចចិត្តថាគម្រោងមួយហ្នឹងចាំគាត់ហ្នឹងគឺនិយាយជាមួយនឹងក៏បានដែរលោកចៅក៏បានសួរទៅកាន់ឆាងខ្វាថាតើគាត់ហ្នឹងគឺចង់តុបតែងផ្ទះរបៀបណាហើយឆាងខ្វាគាត់ហ្នឹងក៏បានប្រកល់នៅកណ្ដាលមួយដល់លោកចៅដែលលោកចៅឃើញថាវាហ្នឹងគឺមើលទៅគឺដូចជាបន្ទាយដោយឆាងខ្វាក៏បានសួរទៅកាន់គាត់ថាមិនដែរតើប៉ុណ្ណឹងគ្រប់គ្រាន់អត់ឬក៏គាត់ហ្នឹងគួរទៅថែមលុយបន្ថែមទៀតដោយឆាងខ្វាក៏បាននិយាយថាគាត់ហ្នឹងគឺចង់សាងសង់បន្ទាយមួយដែលត្រូវការរយៈពេលតែកន្លះខែទេហើយលោកចៅបាននិយាយថាវាហ្នឹងគឺពិតជាពិបាកណាស់ប៉ុន្តែទៅលុយដល់ហើយស្អីក៏ធ្វើបានដែរហើយលោកចៅចាប់អារម្មណ៍ថាគ្រឿងអ្វីដែលឆាងខ្វានឹងចង់យកមកធ្វើជាបន្ទាយហ្នឹងគឺវាហ្នឹងគឺដូចជាទីបញ្ចប់នៃពិភពលោកអញ្ចឹងហើយឆាងខ្វាអត់មាននិយាយច្រើនទេគ្រាន់តែប្រាប់ថាថ្ងៃនេះគាត់នឹងឲ្យ20លានសិនហើយនឹងបន្ថែម5លានទៀតជាសម្មតលហើយគាត់នឹងឲ្យលុយបន្ថែមទៀតបន្ទាប់ពីបញ្ចប់ការសាងសង់រួចហើយលោកចៅក៏បាននិយាយថាអត់អី easy កន្លះខែហ្នឹងគឺងាយស្រួលបំផុតហើយណែអាយុគាត់នឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលឆាងខ្វានឹងគឺចំណាយលុយចំនួន35លានហ្នឹងដើម្បីតុបតែងផ្ទះវិឡាហើយឆាងខ្វាគាត់នឹងក៏បានប្រាប់ទៅកាន់ហាយូថាកំភៃលុយតិចទៀតហ្នឹងនឹងក្លាយទៅជារបស់ដែលអត់ប្រយោជន៍បំផុតហើយគាត់នឹងក៏បានប្រាប់ឲ្យហាយូហ្នឹងគឺព្យាយាមបញ្ចុះឪពុករបស់ហាយូទៅដែលចង់បញ្ចប់នៃពិភពលោកហ្នឹងគឺចិត្តម្ដងហើយលុយដែលគាត់មានទាំងប្រមាណហ្នឹងគឺយកទៅទិញរបស់ដែលមានប្រយោជន៍ទៅហើយហាយូគាត់នឹងគឺមិនជឿនោះទេប៉ុន្តែហាយូហ្នឹងក៏បាននិយាយថាបើសិនជាពិភពលោកហ្នឹងគឺបានម្ដងមែនហ្នឹងគឺវាគឺពិតជាល្អណាស់ដោយសារតែគ្រឿងក្នុងគេហ្នឹងគឺមិនបាច់ចាំវះចេញទេបន្ទាប់មកឆាងខ្វាហ្នឹងក៏បានដើរជួបជាមួយនឹងសង្សាយឌីបន្ទាប់មកគាត់នឹងក៏បានដើរជួបជាមួយនឹងសង្សាយឌីដែលសង្សាយឌីក៏បានអួតថាអ្នកហ្នឹងគឺបានតុបតែងផ្ទះចំនួន1លានហើយក៏បានសួរទៅកាន់គាត់ថាតើគាត់នឹងចំណាយលុយប៉ុន្មានហើយយើងក៏បាននិយាយថាចំលុយតែ1លានហ្នឹងអួតគេដោយឆាងខ្វាហ្នឹងគឺបានចំណាយលុយ35លានលើការជួសជុលនិងតុបតែងផ្ទះចំណែកពួកគេទាំងពីរនោះក៏បានសើចហើយសង្សាយឌីក៏បាននិយាយថាបើសិននិយាយថាប្រហែលជា5សែនទៅនាងប្រហែលជាជឿបានខ្លះដោយឆាងខ្វាបាននិយាយថាគាត់នឹងគឺចំណាយលុយ35លានតើបើសិនជាគាត់ចំណាយលុយ35លានមែនអញ្ចឹងពួកគេហ្នឹងគឺត្រូវតែហៅគាត់ហ្នឹងថាប៉ាទៅចំណែកម៉ែកូនទាំងពីរនាក់នោះក៏មិនញយដែរហើយក៏បាននិយាយថាឲ្យតែ35លានមែនគេហ្នឹងនឹងហៅគាត់ហ្នឹងថាជាប៉ាហើយនៅពេលហ្នឹងសង្ស័យដេកបាននិយាយថានាងបានដឹងថាឆាងខ្វាហ្នឹងគឺបានលក់ផ្ទះមួយចោលដែលវាហ្នឹងគឺមានតម្លៃតែ3លានតែប៉ុណ្ណោះហើយសួរថាតើគាត់ហ្នឹងគឺមានលុយ35លានហ្នឹងមកពីណានៅពេលហ្នឹងបុគ្គលិកក៏បានមកដល់ទីហ្នឹងដែលបានយកกระดาษកិច្ចសន្យាមួយទៅឲ្យគាត់ម្ដាយរបស់សង្ស័យឌីហ្នឹងក៏បានយកกระดาษហ្នឹងមកមើលហើយក៏បានឃើញថាឆាងខ្វាហ្នឹងគឺពិតជាចំណាយលុយ35លានមែនប៉ុន្តែពួកគេទាំងពីរនាក់នោះក៏អត់ជឿសោះដោយបុគ្គលិកម្នាក់ហ្នឹងក៏បាននិយាយថារឿងមួយនេះគឺបានយកព្រមអំពីលោកចៅតើពួកគេទាំងពីរនាក់នោះគឺហ៊ានជាមួយនឹងលោកចៅមែនហើយឥឡូវហ្នឹងដល់វេនរបស់ឆាងខ្វាដែលបានប្រាប់ឲ្យពួកគេហ្នឹងហៅគាត់ហ្នឹងថាជាប៉ាមកប៉ុន្តែម្ដាយរបស់សង្ស័យឌីហ្នឹងក៏បាននិយាយថាចំឲ្យហៅថាប៉ាមិនឯងហ្នឹងគឺក្មេងជាងខ្ញុំទេប៉ុន្តែមែនណាក៏ត្រូវបានឆាងខ្វាហ្នឹងដាក់ម្ដាយចំកណ្ដាលមុខទៅហើយក៏បានដើរជាយ៉ាងអំភើយបន្ទាប់ពីនោះពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើដំណើរទៅកាន់វីឡារបស់ពួកគេហើយយើងក៏បានសួរថាហេតុអីក៏ពួកគេហ្នឹងគឺមកទីនេះហើយឆាងខ្វាក៏បាននិយាយថាខ្ញុំនឹងនាំឯងហ្នឹងទៅមើលថ្ងៃអវសាននៃពិភពលោកមួយនេះដែលនឹងកាត់មកដល់ហើយហើយយើងបាននិយាយថាឥឡូវឆាងខ្វាហ្នឹងគឺដូចជាមានអ្វីប្លែកច្រើនណាដោយគាត់ហ្នឹងគឺបានគិតថាឆាងខ្វាហ្នឹងប្រហែលជាឈួតហើយបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានឡើងទៅដល់ដំបូលផ្ទះនៅពេលហ្នឹងហើយគាត់ហ្នឹងគឺមានអារម្មណ៍ថាពិតជាត្រជាក់ខ្លាំងមែនទែនដោយគាត់ហ្នឹងគឺពិតជាមិននឹកស្មានថានៅពេលយប់នេះហ្នឹងគឺពិតជាត្រជាក់ខ្លាំងនោះឡើយដោយឆាងខ្វាគាត់នឹងបាននិយាយថាវាហ្នឹងគឺជិតដល់ពេលហើយ
ហើយនៅពេលហ្នឹងក៏មានអត្ថប្រកាសជាច្រើនហ្នឹងគឺបានហោះជំនួញផែនដីហើយឆាំងខ្មៅក៏បាននិយាយថានេះហ្នឹងគឺជាសញ្ញាដែលបានបញ្ជាក់ប្រាប់ថាពិភពលោកហ្នឹងគឺជារលាយហើយអ្វីដែលច្បាស់បំផុតហ្នឹងគឺសីតុណ្ហភាពនៅពេលយប់ហ្នឹងគឺចាប់ផ្ដើមត្រជាក់នៅពេលហ្នឹងហើយយូក៏បានឃើញថាគឺមានអត្ថប្រកាសមួយហ្នឹងគឺបានហោះមករកផ្ទះរបស់ពួកគេចំណែកឆាំងខ្មៅក៏នឹងក៏បានដឹងថានៅក្នុងអត្ថប្រកាសហ្នឹងគឺវាមានថាមពលពិសេសแล้วគាត់គឺបានដឹងថាការពីជីវិតមុនរបស់គាត់នឹងគឺមានមនុស្សប្រមាណអ្នកគឺទទួលបានថាមពលពីអាចផ្កាយមួយនេះហើយអ្នកដែលមានថាមពលអាចផ្កាយមួយនេះគឺអាចរស់ដល់ចុងបញ្ចប់នៃពិភពលោកបានចំណែកឆាំងខ្វានៅពេលដែលវាធ្លាក់ចិត្តមកដល់ផ្ទះរបស់គាត់ហើយហ្នឹងគាត់នឹងក៏បានហត់ទៅប៉ះជាមួយនឹងវាចំណែកឯហើយយូក៏បានគិតថាអាចផ្កាយធ្លាក់មកគឺនឹងគឺដឹងទៅងាប់ហើយប៉ុន្តែមានណាឆាំងខ្វាគាត់នឹងគឺអត់ស្លាប់នោះទេហើយថែមទាំងមានពន្លឺនៅជុំវិញខ្លួនរបស់គាត់ទៀតដោយឆាំងខ្វាក៏បាននិយាយថាគាត់នឹងគឺមិនស្លាប់នោះទេហើយថែមទាំងទទួលបាននូវសមត្ថភាពពិសេសទៀតផងប៉ុន្តែហើយយូមើលទៅគឺដូចជាជឿសោះថាឆាំងខ្វាខ្លាំងប៉ុន្តែមានណាតតែឆាំងខ្វានឹងគឺចាប់លើគាត់នឹងគឺដៃតែម្ខាងហើយនឹងចាប់គាត់ហក់ធ្លាក់ទៅលើផ្ទះនឹងកម្ពស់10ម៉ែត្រនឹងក៏នៅតែគ្មានបញ្ហាអ្វីផងតែគាត់ជឿថានឹងគឺជាការពិតមែនហើយរឿងមួយនេះក៏បានកាត់ទៅមើលម៉ែកូនពួកគេទាំងពីរនាក់ម្ដាយរបស់សង្ស័យឌីក៏បានសួរទៅកាន់នាងថាតើនាងកំពុងតែមើលអីសង្ស័យឌីនឹងក៏បាននិយាយថាគឺមានឯផ្កាយមួយនឹងគឺបានធ្លាក់ចំទៅលើផ្ទះរបស់ឆាំងខ្វាម្ដាយរបស់សង្ស័យឌីក៏បាននិយាយថាអញ្ចឹងវាល្អហើយវាអាចនឹងធ្វើឲ្យឆាំងខ្វានឹងគឺស្លាប់ដោយសារតែឯផ្កាយនឹងគឺបានកិនគាត់ហើយសង្ស័យឌីក៏បាននិយាយថាកុំបារម្ភអីម៉ាក់តិចៗហ្នឹងតែយ៉ាងស៊ីហ្វាហ្នឹងនឹងត្រឡប់មកវិញហើយបើសិនជាគាត់ដឹងថាឆាំងខ្វានៅទីនេះនោះឆាំងខ្វានឹងគឺដឹងតែមិនរួចខ្លួននោះទេនៅពេលហ្នឹងផងដែរស៊ីហ្វេហ្នឹងក៏បានមកដល់ទីហ្នឹងហើយក៏បានសួរថាតើសង្ស័យឌីហ្នឹងនៅឯណាសង្ស័យឌីក៏បានចេញមកហើយនាងក៏បានប្រាប់ថានាងនៅទីនេះហើយគាត់គឺបានប្រាប់ទៅកាន់នាងថាប្រហែលថ្ងៃនេះគាត់នឹងគឺខកចិត្តនឹងហត់នឿយអញ្ចឹងឲ្យនាងទៅងូតទឹកហើយចាំគាត់នឹងនៅលើគ្រែទៅហើយសង្ស័យឌីក៏បានប្រាប់ថាកុំបារម្ភអីប៉ុន្តែនាងហ្នឹងគឺមានព័ត៌មានមួយហើយនាងក៏បាននិយាយថាចាំងខ្វាហ្នឹងក៏បានមករស់នៅក្នុងសហគមន៍មួយនេះដែរនៅពេលហ្នឹងគឺធ្វើឲ្យស៊ីហ្វេហ្នឹងគឺពិតជាខ្លាំងមែនតើដោយម្ដាយរបស់សង្ស័យឌីក៏បាននិយាយថាឆាំងខ្វាហ្នឹងគឺបានជួវិឡាមួយទៀតដែលគោលបំណងរបស់ឆាំងខ្វាហ្នឹងគឺចង់ចូលមកយកសង្ស័យឌីទៅវិញចំណែកស៊ីហ្វេគាត់ហ្នឹងគឺមានខាខ្លាំងមែនតើដែលគាត់ហ្នឹងគឺបានទូរស័ព្ទទៅកាន់នរណាម្នាក់ដើម្បីប្រដៅឆាំងខ្វាចេញដែលគាត់គឺបានទូរស័ព្ទទៅកាន់អ្នកបដាម្នាក់ដែលមានឈ្មោះថា Dover Beer តែគាត់នឹងផ្ដល់លុយចំនួន200,000ហ្នឹងទៅកាន់ Dover Beer ដើម្បីចាត់ការមនុស្សម្នាក់ដោយ Dover Beer បាននិយាយថាអីចាំគាត់នឹងគឺចាត់ការមនុស្សម្នាក់រួចសិនដែល Dover Beer ហ្នឹងគឺកំពុងតែប្រយុទ្ធជាមួយនឹងអ្នកបដាម្នាក់ដោយ Dover Beer ដាក់តែម្ដាយសោះអាប៉ែមួយហ្នឹងក៏បានដួលទៅចំណែកពួកគេទាំងពីរនេះគឺកំពុងតែផឹកស្រាដោយហើយយូក៏មិននឹកស្មានថាប្រហែលថ្ងៃទៀតគ្រោះនៃពិភពលោកហ្នឹងនឹងមកដល់ហើយឆាំងខ្វាក៏បាននិយាយថាមែនហើយអញ្ចឹងគាត់នឹងគួរតែបញ្ចុះពុករបស់គាត់ទៅតែហើយយូក៏បាននិយាយថាអីចាំគាត់នឹងព្យាយាមប្រាប់ឪពុករបស់គាត់ប៉ុន្តែឪពុករបស់គាត់នឹងគឺរៀងយ៉ាប់បន្តិចដោយគិតថាគាត់នឹងគឺឈួតនៅពេលនោះផងដែរឆាំងខ្វាគាត់នឹងក៏មានអារម្មណ៍ដឹងថាគឺមានណាម្នាក់ហ្នឹងគឺនៅខាងក្រៅផ្ទះរបស់គាត់ហើយរឿងមួយនេះនៅក្នុងភាពមួយនេះគឺខ្ញុំសូមស្ដាប់ចាប់ត្រឹមតែប៉ុណ្ណេះសិន